សូមស្រមៃមើលបើថ្ងៃនេះអ្នកមានគំនិតដ៏អស្ចារ្យមួយប៉ុន្តែគ្មាននរណាជឿអ្នកហើយពួកគេថែមទាំងនិយាយបំបាក់ទឹកចិត្តអ្នកថាគំនិតរបស់អ្នកគ្មានថ្ងៃជោគជ័យទេតើអ្នកនឹងបោះបង់ការតស៊ូនោះចោលទេកាលពីជាង130ឆ្នាំមុន Henry Ford ក៏ស្ថិតក្នុងស្ថានភាពដូចនេះដែរគាត់ជាវិស្វករធម្មតាម្នាក់មានសុបិនចង់បង្កើតរថយន្តដែលប្រើម៉ាស៊ីនសាំងប៉ុន្តែមនុស្សភាគច្រើនមិនជឿគាត់ឡើយរហូតដល់ថ្ងៃមួយគាត់បានជួបបុរសដ៏ល្បីបំផុតម្នាក់លើពិភពលោក Thomas Edison ពាក្យមួយឃ្លារបស់ Edison បានផ្លាស់ប្ដូរជីវិត Henry Ford និងផ្លាស់ប្ដូរពិភពលោកទាំងមូលរហូតមកដល់សព្វថ្ងៃពេលដែលក្តីស្រមៃនៅតែជារឿងសម្ងាត់ឆ្នាំ1891 Henry Ford បានចូលធ្វើការជាវិស្វករនៅក្នុងក្រុមហ៊ុន Edison Illuminating Company ក្នុងទីក្រុង Detroit ការងាររបស់គាត់គឺថែទាំម៉ាស៊ីនចំហាយនិងម៉ាស៊ីនផលិតអគ្គិសនីពេលថ្ងៃគាត់ធ្វើការឲ្យក្រុមហ៊ុនពេលយប់គាត់ត្រឡប់ទៅក្នុងបន្ទប់ការិយាល័យតូចមួយនៅផ្ទះនៅទីនោះគាត់បានសាកល្បងបង្កើតម៉ាស៊ីនសាំងគាត់មានក្តីស្រមៃមួយគឺផលិតរថយន្តដែលមិនត្រូវការសេះក្នុងការធ្វើដំណើរនិងដឹកជញ្ជូនទៀតទេប៉ុន្តែនៅសម័យនោះមនុស្សជាច្រើនគិតថាសេះគឺជាមធ្យោបាយធ្វើដំណើរដ៏ល្អបំផុតគំនិតរបស់ Ford មើលទៅដូចជាសុបិនដែលមិនអាចក្លាយជាការពិតបានការជួបដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រឆ្នាំ1896ក្រុមហ៊ុន Edison បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់វិស្វករ Henry Ford ក៏បានចូលរួមផងដែរនៅទីនោះគាត់មានឱកាសអង្គុយជាមួយ Thomas Edison Ford បានចាប់ផ្ដើមពន្យល់អំពីគម្រោងរថយន្តប្រើប្រាស់សាំងរបស់ខ្លួនគាត់បានគូររូបម៉ាស៊ីនលើក្រដាសហើយគាត់ក៏បានពន្យល់យ៉ាងច្បាស់លាស់និងដោយភាពជឿជាក់អំពីវិធីដែលម៉ាស៊ីននឹងជំនួសសេះមនុស្សនៅតុស្ដាប់យ៉ាងស្ងៀមស្ងាត់ប៉ុន្តែ Edison ស្ដាប់យ៉ាងយកចិត្តទុកដាក់និងជក់ចិត្តជាខ្លាំងបន្ទាប់មកគាត់បានយកដៃទះតុមួយទំហឹងហើយនិយាយថា Young man that's the thing you have it ជាភាសាខ្មែរថាអ្នកកំឡោះអើយនេះហើយជាអ្វីដែលត្រឹមត្រូវបន្តធ្វើវាទៅ Edison បានបន្តទៀតថារថយន្តប្រើសាំងមិនបាច់មានខ្សែភ្លើងភ្ជាប់ដោយរថយន្តអគ្គិសនីឡើយហើយមានសក្តានុពលខ្ពស់ជាង Henry Ford បាននិយាយនៅពេលក្រោយថាពាក្យលើកទឹកចិត្តរបស់ Edison គឺជាពេលវេលាដែលផ្ដល់ទំនុកចិត្តដ៏ធំបំផុតក្នុងជីវិតរបស់គាត់ពាក្យមួយឃ្លាដែលបង្កើត Ford Motor Company បន្ទាប់ពីជួប Edison Henry Ford មានទំនុកចិត្តជាងមុនគាត់បានបន្តកែលម្អរថយន្ត Quadricycle របស់គាត់បើទោះបីជាបរាជ័យច្រើនដងយ៉ាងណាបាត់បង់អ្នកវិនិយោគយ៉ាងណាបាត់បង់ក្រុមហ៊ុនទាំងមូលក៏ដោយគាត់នៅតែបន្តចងចាំពាក្យរបស់ Edison បន្តធ្វើវាទៅឆ្នាំ1903 Ford Motor Company ត្រូវបានបង្កើតឡើងហើយនៅឆ្នាំ1908 Model T ចេញលក់ជាផ្លូវការជាប្រភេទរថយន្តដំបូងដែលមនុស្សធម្មតាអាចទិញប្រើបានហើយពិភពលោកក៏បានចាប់ផ្ដើមផ្លាស់ប្ដូរពីពេលនោះមកនៅក្នុងជោគជ័យនោះមានស្នាមញញឹមរបស់ Thomas Edison ដែលធ្លាប់ជឿលើ Ford តាំងពីថ្ងៃដំបូងមិត្តភាពជាង40ឆ្នាំបន្ទាប់ពី Ford ក្លាយជាមហាសេដ្ឋីគាត់មិនដែលភ្លេច Thomas Edison ឡើយអ្នកទាំងពីរបានក្លាយជាមិត្តជិតស្និទ្ធពួកគេធ្វើដំណើរជាមួយគ្នាបោះជំរំជាមួយគ្នាចែករំលែកគំនិតអំពីបច្ចេកវិទ្យានិងអនាគតទៅវិញទៅមកពួកគេរួមជាមួយនឹង Harvey Firestone និងអ្នកធម្មជាតិ John Burroughs ត្រូវបានគេស្គាល់ថា The Vagabond ដែលធ្វើដំណើរបោះជំរំជារៀងរាល់ឆ្នាំ Ford តែងតែនិយាយថា Edison មិនមែនជាចៅហ្វាយរបស់គាត់ទេប៉ុន្តែគាត់ជាគ្រូនិងជាមិត្តដ៏ល្អបំផុតម្នាក់
នៅពេល Thomas Edison ទទួលមរណភាពនៅឆ្នាំ1931មានរឿងរ៉ាវមួយដែលត្រូវបានគេលើកយកមកនិយាយជាញឹកញាប់ Ford បានសុំឲ្យកូនប្រុសរបស់ Edison រក្សាខ្យល់ចុងក្រោយនៅក្នុងបំពង់កែវមួយទោះបីអ្នកប្រវត្តិសាស្ត្រមានទស្សនៈខុសគ្នាអំពីនិមិត្តសញ្ញានៃរឿងនេះក៏ដោយក៏វាជាការបង្ហាញថា Ford គោរព Edison យ៉ាងខ្លាំងមិត្តភាពដែលផ្លាស់ប្ដូរពិភពលោកបើនៅថ្ងៃនោះ Thomas Edison មិនបានលើកទឹកចិត្ត Henry Ford តើប្រវត្តិសាស្ត្ររបស់ Henry Ford នឹងដូចសពថ្ងៃដែរឬទេប្រហែលជាគ្មាននរណាអាចឆ្លើយបានឡើយពិតទេប៉ុន្តែជារឿងមួយច្បាស់ណាស់ការលើកទឹកចិត្តពីមនុស្សម្នាក់អាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់ទៀតបានវាជាការពិតហើយជីវិតដែលបានផ្លាស់ប្ដូររបស់មនុស្សម្នាក់នោះក៏អាចផ្លាស់ប្ដូរពិភពលោកទាំងមូលបានផងដែរ Henry Ford មានទេពកោសល្យប៉ុន្តែសូម្បីតែមនុស្សមានទេពកោសល្យក៏ត្រូវការមនុស្សម្នាក់ដែលនិយាយថាខ្ញុំជឿលើអ្នក Thomas Edison មិនបានសាងសង់ Ford Motor Company ទេប៉ុន្តែគាត់បានសាងសង់ទំនុកចិត្តនៅក្នុងចិត្តរបស់ Henry Ford ហើយទំនុកចិត្តនោះបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រឧស្សាហកម្មរថយន្តប្រសិនបើថ្ងៃនេះអ្នកមានសុបិនធំមួយសូមកុំបោះបង់ព្រោះអ្នកផ្សេងមិនទាន់ជឿលើអ្នកហើយបើអ្នកមានឱកាសសូមក្លាយជាមនុស្សដែលលើកទឹកចិត្តអ្នកដទៃផងព្រោះពេលខ្លះពាក្យមួយឃ្លារបស់អ្នកអាចផ្លាស់ប្ដូរជីវិតមនុស្សបានទាំងស្រុងហើយជីវិតមនុស្សម្នាក់ក៏អាចផ្លាស់ប្ដូរពិភពលោកទាំងមូលបានដែរបើលោកអ្នកចូលចិត្តរឿងរ៉ាវប្រវត្តិសាស្ត្រដែលបំផុសគំនិតសូមចុច like Subscribe និងបើកកណ្ដឹងសូមចុចទស្សនាវីដេអូបន្ទាប់